ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Admin ថ្ងៃនេះ Admin មានរឿងថ្មីមួយយកមកសម្រាប់ចែកជូនទស្សនាដែលរឿងនេះនិយាយអំពីការធ្វើអំពើនៅក្នុងសាលារៀនសាសនានិងមានសិស្សជាច្រើនស្លាប់ជាបន្តបន្ទាប់ចង់ដឹងថារឿងរ៉ាវនឹងទៅជាយ៉ាងណាតោះមកតាមដានទស្សនាទាំងអស់គ្នាសាច់រឿងបានចាប់ផ្ដើមឡើងនៅក្នុងតំបន់មួយមានគ្រូមុខម្នាក់ត្រូវបានពួកសត្រូវចូលមកធ្វើអំពើអាគមងងឹតដាក់សិស្សសាលារឿងនេះធ្វើឲ្យប្រជាជននៅក្នុងភូមិទូកំហឹងយ៉ាងខ្លាំងរហូតបង្កើតបានជាចរណាដើរប្រមាញ់និងកាប់សម្លាប់ពួកគ្រូធ្មប់ទូទាំងតំបន់តែម្ដងមិនតែប៉ុណ្ណោះជាឱកាសក្នុងពេលវឹកវរនោះក៏មានក្រុមមនុស្សអាចកំបាំងមួយក្រុមឆ្លៀតពាក់ខ្មៅនិងពាក់មុខខ្មោចបានដើរមកកាប់សម្លាប់មនុស្សស្លូតត្រង់យ៉ាងឃោរឃៅមិនថាជាគ្រូថ្នាំបុរាណឬជាគ្រូទាយនោះទេឲ្យតែមានការពាក់ព័ន្ធនឹងរឿងអាគមបន្តិចបន្តួចគឺត្រូវពួកវាសម្លាប់ចោលទាំងអស់ដោយគ្មានលើកលែងឡើយស្ថានភាពពេលនោះធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចរហូតមិនហ៊ានចេញពីផ្ទះហើយមានតែសាលារៀនសាសនាមួយប៉ុណ្ណោះដែលត្រូវបានគេគិតថាជាកន្លែងមានសុវត្ថិភាពបំផុតប៉ុន្តែការពិតមិនដូចជាការគិតនោះទេនាយកមួយខណៈពេលដែលសិស្សប្រុសពីរនាក់ចិត្តបិទភ្លើងចូលគេងស្រាប់តែពួកគេបានឮសំឡេងជើងមនុស្សដើរនៅលើដំបូលផ្ទះយ៉ាងលឿនភ្លាមនោះភ្លើងនៅក្នុងបន្ទប់ក៏បានដាច់ងងឹតឈឹងហើយបរិសុទ្ធឈុតខ្មៅពីរនាក់ក៏បានបង្ហាញខ្លួនក៏បានស្ទុះសម្រុកចូលមកក្នុងបន្ទប់ភ្លាមតែម្ដងពួកវាបានដាច់ចិត្តកាត់ក្បាលសិស្សប្រុសទាំងពីរនាក់នោះយ៉ាងសាហាវព្រាយផ្សាយបំផុតដោយពេលកើតរឿងរ៉ាវដ៏រន្ធត់នេះឡើងខាងសាលាបារម្ភខ្លាចកើតមានការជួលច្របល់ទើបសម្រាប់ចិត្តលាក់បាំងរឿងនេះចិត្តឈឹងពួកគេមិនត្រឹមតែមិនបានយកសាកសពសិស្សទាំងពីរតែធ្វើបន់តាមប្រពៃណីភ្លាមនោះទេថែមទាំងបានយកសាកសពទៅលាក់ទុកនៅក្នុងបន្ទប់ទុកអីវ៉ាន់ចាស់ទៀតផងដោយក្តីអាណិតអាសូរបុគ្គលិកសង្គមគិចម្នាក់ឈ្មោះពូណាំក៏បានលបលួចចូលទៅក្នុងបន្ទប់នោះដើម្បីមើលសាកសពប៉ុន្តែក្នុងខណៈនោះសាកសពទាំងពីរបានចាប់ផ្ដើមរលួយទៅហើយអ្វីដែលគាត់អាចធ្វើបាននៅពេលនោះគឺមានតែការសូត្រធម៌បន់ស្រន់ជូនវិញ្ញាណពួកគេតែប៉ុណ្ណោះក្នុងពេលជាមួយគ្នានោះដែរមានគ្រូធ្មប់ម្នាក់ដែលកំពុងលាក់ខ្លួននៅក្នុងសាលារៀនកំពុងតែរៀបចំគម្រោងយកសាកសពទាំងពីរនេះទៅធ្វើរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយគ្រូធ្មប់នោះបានខំក្បាលតកែមួយក្បាលរួចច្របាច់យកឈាមរបស់វាទម្លាក់ទៅលើធ្យូងខ្មៅភ្លាមនោះគាត់ក៏បានយកទីម៉ងធ្វើពីចម្បាំងចំនួន2ទៅជ្រលក់ចូលទៅក្នុងឆ្នាំងដែកដែលមានពោពេញទៅដោយឈាមហើយនៅពេលនោះសាកសពដែលនៅក្បែរពូណាំស្រាប់តែផ្ទុះឡើងអង្គុយតែម្ដងធ្វើឲ្យពូណាំមានការភ័យស្លន់ស្លោជាខ្លាំងប៉ុន្តែនៅពេលដែលគាត់បើកភ្នែកមើលម្ដងទៀតសាកសពទាំងពីរដែលនៅអំបញ្ញមិញនេះបែរជាបាត់ត្រមោលឈឹងពេលនោះពូណាំបើកទ្វារដើម្បីរត់ចេញទៅក្រៅប៉ុន្តែទ្វារបន្ទប់នោះបែរជាមានកម្លាំងអ្វីមួយទាញជាប់យ៉ាងណែនបើកមិនចេញទាល់តែសោះអ្វីដែលរត់តែគួរឲ្យរន្ធត់ជាងនេះទៅទៀតនោះគឺនៅខាងក្រៅបន្ទប់ចាប់ផ្ដើមមានសម្លេងស្រែកក្រហមយ៉ាងគួរឲ្យខ្លាចរបស់សាកសពទាំងពីរនោះបានបន្លឺឡើងគ្រាន់តែគ្រូធ្មប់ប្រឡែងដៃពីទីម៉ងចម្បាំងភ្លាមស្រាប់តែមានសាកសពមួយបានធ្លាក់ចុះមកចំពីមុខពូណាំតែម្ដងសាកសពនោះមិននិយាយអ្វីមួយម៉ាត់ក៏ស្រវាចាប់យកក្បាលរបស់ខ្លួនឯងដែលត្រូវគេកាត់ឡើងមកពូណាំនៅពេលដែលឃើញបែបនេះគាត់ភ័យសន់ស្លោជាខ្លាំងស្រាប់តែក្នុងរបស់គាត់ទៅប៉ះរន្តិចនឹងវត្ថុអ្វីមួយយ៉ាងពេលដែលគាត់ងាកទៅក្រោយមើលស្ទើរតែលិចនោមដាក់ខោទៅហើយព្រោះសាកសពមួយទៀតកំពុងតែឈរនៅពីក្រោយខ្នងគាត់ហើយសាកសពមួយនោះបានអោនមកអួតដាក់ពេញមុខពូណាំតែម្ដងបន្ទាប់មករូបភាពក៏កាត់មកដល់សារ៉ាដោយសារតែមានអាការៈឈឺពោះទៅបានមកសម្រាប់នៅក្នុងបន្ទប់មន្ទីរពេទ្យប៉ុន្តែស្រាប់តែបង្អួចដែលនៅក្បែរខ្លួនរបស់នាងបែរជាបាក់ឡើងដោយខ្លួនឯងដំបងឡើយសារ៉ាគិតថាវាជាខ្យល់ទើបនាងមិនចាប់អារម្មណ៍ខ្លាំងនោះទេទោះជាយ៉ាងណាក៏ដោយគ្រាន់តែនាងដើរទៅបិទបង្អួចនោះភ្លាមទ្វារបន្ទប់ក៏បានត្រូវគេរុញបើកយ៉ាងខ្លាំងទោះបីជាមានវាំងននបាំងនៅពីមុខក៏ដោយក៏នាងនៅតែមើលឃើញយ៉ាងច្បាស់ថាមានស្រមោលស្ត្រីម្នាក់កំពុងតែដើរចូលមកក្បែរនាងយ៉ាងយឺតឃើញបែបនេះនាងភ័យស្លន់ស្លោរហូតលែងហ៊ាននៅទីនោះប៉ុន្តែគ្រាន់តែនាងរត់ចេញទៅក្រៅមកខួរទ្វារភ្លាមខ្មោចស្រីនោះក៏បានលូកដៃមកប៉ះស្មារបស់នាងនៅពេលដែលនាងងាកក្រោយនាងក៏បានស្រែកវ៉ាស់រត់យកតែម្ដងប៉ុន្តែខ្មោចស្រីនោះនៅតែដេញតាមលងនាងមិនព្រមលែងសោះនៅក្នុងពេលនោះនាងក៏បានរត់ទៅពួននៅក្នុងថ្មមួយនៅខាងក្រោយសាលារៀនបន្ទាប់ពីខំប្រឹងរត់គេចពីខ្មោចស្រីនោះបានសម្រេចនាងក៏បានដើរចេញមកវិញស្រាប់តែចៃដន្យនាងបានក្រឡេកទៅឃើញលោកគ្រូលីកំពុងតែអង្គុយធ្វើអ្វីប្លែកៗនៅលើកូនភ្នំពីចម្ងាយនាងគ្រាន់តែក្រឡេកមើលភ្លាមនាងក៏ដឹងផ្លែថាលោកគ្រូលីកំពុងតែសូត្រមន្តអាគមងងឹតនៅក្នុងកំឡុងពេលដែរសារ៉ាកំពុងតែដើរត្រឡប់មកបន្ទប់គេងវិញនាងក៏បានជួបនឹងមិត្តរួមថ្នាក់ម្នាក់ឈ្មោះថាយុគីខណៈពេលនោះយុគីទៅតែបំរុងនឹងសួរនាំនាងស្រាប់តែបានលឺសំឡេងស្រែកពីចម្ងាយយ៉ាងរន្ធត់អ្នកទាំងពីរក៏ដើរប្រញាប់ទៅរកមើលគឺពូណាំដែលជាបុគ្គលិកសង្គមគិច្ចកំពុងតែវាចេញពីបន្ទប់ទុកអីវ៉ាន់ចាស់ទាំងដែលខ្លួនប្រឡាក់ពោពេញដោយឈាមហើយមើលទៅគឺគាត់កំពុងតែភ័យស្លន់ស្លោខ្លាំងមែនទែនឃើញបែបនេះភ្លាមសារ៉ានាងក៏បានអះអាងយ៉ាងច្បាស់ថាពូណាំប្រកាសជាត្រូវបណ្ដាសាមុនអាគមខ្មៅលេងផ្លូវងងឹតដាក់ហើយបន្ទាប់មកពួកគេទាំងពីរក៏បាននាំពូណាំមកបន្ទប់ពេទ្យមិនយូរប៉ុន្មានលោកគ្រូអ្នកគ្រូដទៃទៀតក៏បានឮដំណឹងហើយក៏បាននាំគ្នា
គ្នារត់យ៉ាងលឿនមកមើលបន្ទាប់ពីដេញសិស្សដែលចំរងមើលឲ្យត្រឡប់ទៅវិញអស់ពួកគេក៏បានតាក់ទងទៅលោកនាយកដែលកំពុងនៅខាងក្រៅឲ្យប្រញាប់ធ្វើដំណើរត្រឡប់មកវិញទាំងកណ្ដាលយប់ក្រោយពីសួរនាំដឹងរឿងរ៉ាវរួចហើយលោកនាយកក៏បានដឹងការពិតថាតាមពិតទៅគឺលោកនាយករងដែលជាអ្នកបង្គាប់ឲ្យលាក់រឿងនេះព្រោះបារម្ភខ្លាចថាបើប៉ូលីសដឹងហើយចុះមកស៊ើបអង្កេតនៅសាលារៀនវានឹងធ្វើឲ្យមានការជួលច្របល់កាន់តែខ្លាំងប៉ុន្តែទង្វើដ៏ល្ងង់ខ្លៅមួយនេះបានជាបង្កើតឱកាសឲ្យជនខិលខូចដែលនៅពីក្រោយខ្នងងាយស្រួលធ្វើបាបពួកគេទៅវិញទើបលោកនាយករងសុខចិត្តលាក់រឿងនេះទុកហើយមិនព្រមយកសាកសពសិស្សប្រុសទាំងពីរទៅកប់ភ្លាមទេលោកនាយកសាលាមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងចំពោះទង្វើរបស់លោកនាយករងឃើញស្ថានភាពមិនត្រួតបែបនេះលោកនាយកសាលាក៏ដាច់ចិត្តប្រាប់ការពិតដល់សិក្សានុសិស្សទាំងអស់ដោយគាត់បានប្រកាសហៅគ្រប់គ្នាឲ្យមកជួបជុំគ្នានៅក្នុងសាលប្រជុំធំខណៈពេលដែលលោកនាយកសាលាកំពុងតែដឹកនាំគ្រប់គ្នាធ្វើពិធីសូត្រមន្តបួងសួងបន់ស្រន់ស្រាប់តែយោគីដែលកំពុងអោនក្បាលចុះនោះបានក្រឡេកភ្នែកទៅឃើញរឿងរ៉ាវដ៏គួរឲ្យតក់ស្លុតមួយគឺមានសាកសពមួយបានលេចឡើងមកចំពីមុខវេទិកាដោយមិនដឹងខ្លួនហេតុការណ៍ដ៏រន្ធត់ដែលមិនដឹងខ្លួនមុននេះបានធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងសាលប្រជុំភ័យស្លន់ស្លោងាកមើលមុខគ្នាប៉ុន្តែនៅពេលដែលពួកគេក្រឡេកមកវិញស្រាប់តែលោកនាយកសាលាដែលកំពុងតែដឹកនាំសូត្រធម៌បន់ស្រន់នៅខាងមុខអំបញ្ញមិញនេះបែរជាបាត់ខ្លួនដោយអាចកំបាំងទៅវិញចំណែកឯលោកគ្រូអ្នកគ្រូដឹងច្បាស់ណាស់ថានៅពេលនេះសាលារៀនប្រហែលជាខ្លាចជាគោលដៅវាយប្រហាររបស់ក្រុមមនុស្សអាចកំបាំងឈុតខ្មៅទាំងនោះហើយប្រសិនបើមានការធ្វើប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិតមកជាកើតមានជាមិនខានដូច្នេះហើយពួកគេក៏បានបង្គាប់ឲ្យសិស្សទាំងអស់មកសម្រាកជួបជុំគ្នានៅសាលធំហើយបានចាត់ចែងកម្លាំងលោកគ្រូអ្នកគ្រូឲ្យដើរយាមល្បាតបដូរវេនគ្នាយ៉ាងតឹងរ៉ឹងបំផុតការដែលកើតឡើងរឿងរ៉ាវចម្លែកបន្តបន្ទាប់បែបនេះធ្វើឲ្យយោគីកាន់តែគិតកាន់តែយល់ថារឿងរ៉ាវមិនប្រក្រតីដើម្បីរកមកមេខ្លោងដែលនៅខាងក្រៅរឿងរ៉ាវទាំងអស់នេះយោគីនិងមិត្តភ័ក្តិរបស់គេក៏បានឈានឱកាសពេលដែលអ្នកដទៃកំពុងតែគេងលក់លួចចូលទៅក្នុងបន្ទប់ធ្វើការរបស់លោកនាយកសាលាទាំងកណ្ដាលយប់នៅទីនោះយោគីបានអានកាសែតហើយក៏បានដឹងថានៅខាងក្រៅសាលាកំពុងតែមានការកាប់សម្លាប់គ្រូធ្មប់យ៉ាងសាហាវឃោរឃៅបំផុតហើយអ្វីដែលធ្វើឲ្យគេតក់ស្លុតបំផុតនោះគឺគេបានឃើញឈ្មោះឪពុករបស់ខ្លួនឯងនៅក្នុងបញ្ជីឈ្មោះដែលត្រូវបានគេសម្លាប់នោះដែរឃើញបែបនេះភ្លាមយោគីមិនអាចទ្រាំអង្គុយនៅស្ងៀមបានទៀតទេទោះបីជាស្ថានភាពនៅខាងក្រៅកំពុងតែវឹកវរនិងគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយក៏គេបដិញ្ញាចិត្តត្រូវតែទៅផ្ទះមើលឪពុកគេឲ្យបានទោះជាយ៉ាងណានៅក្នុងពេលដែលយោគីកំពុងតែបារម្ភពីខាងក្រៅស្ថានភាពនៅក្នុងសាលារៀនក៏មិនសុខសាន្តដែរគ្រូធ្មប់កំពុងតែធ្វើបាបសិស្សម្នាក់ខណៈពេលដែលសិស្សស្រីម្នាក់កំពុងហាលខោអាវស្រាប់តែនាងក៏បានឃើញស្រមោលខ្មៅម្យ៉ាងកំពុងតែឈរនៅពីក្រោយភួយដែលនាងកំពុងហាលនាងក៏បានវេកភួយនោះចេញប៉ុន្តែលទ្ធផលគឺគ្មានឃើញអ្វីទាល់តែសោះតែអ្វីដែលសិស្សស្រីនេះមិនបានដឹងនោះគឺគ្រូធ្មប់ដ៏អាក្រក់បានដាក់គោលដៅមកលើនាងបាត់ទៅហើយសិស្សស្រីនោះគ្រាន់តែរលាស់ខោអាវក្នុងដៃស្រាប់តែមានអ្វីម្យ៉ាងបានហោះចូលក្នុងភ្នែករបស់នាងភ្លាមដោយសារតែការឈឺចាប់ខ្លាំងពេករហូតទ្រាំសឹងមិនបានសិស្សស្រីនោះក៏ខំប្រឹងយកដៃញីភ្នែករបស់នាងទាំងសងខាងយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលនាងបើកភ្នែកមកវិញអ្វីៗគ្រប់យ៉ាងនៅចំពោះមុខប្រែជាខ្មៅងងឹតឈឹងរកមើលអ្វីមិនឃើញទាល់តែសោះភ្លាមនោះស្រាប់តែមានឈាមហូរស្រក់ចេញពីភ្នែកទាំងសងខាងរបស់នាងយ៉ាងរន្ធត់បំផុតហើយនៅខាងក្រោមសរសៃភ្នែកដែលកំពុងតែភ័យស្លន់ស្លោរបស់សារ៉ាសិស្សស្រីនោះក៏បានខ្ជាក់ឈាមស្រស់ចេញមកភ្លាមនោះនាងក៏បានលូកដៃទៅទាញខ្សែលួសដែលមានបន្លាមុតស្រួចហូរចេញពីមាត់របស់នាងយ៉ាងយឺតគួរឲ្យព្រឺសម្បល់បំផុតស្រាប់តែសិស្សស្រីនោះបានលូកដៃទៅដកដែកគោលមួយដើមចេញពីក្នុងភ្នែករបស់នាងបន្ថែមទៀតការឈឺចាប់និងការធ្វើទារុណកម្មដ៏ខ្លាំងក្លានេះបានធ្វើឲ្យសិស្សស្រីកាន់តែភ័យខ្លាចខ្លាំងឡើងរហូតដល់ថ្នាក់រអិលជើងធ្លាក់ចូលទៅក្នុងអណ្ដូងទឹកនៅពីក្រោយខ្នងរបស់នាងទាំងមិនដឹងខ្លួនទោះជាយ៉ាងណាក៏ដោយសារ៉ាក៏បានផ្ទុះទៅចាប់ដៃរបស់នាងទាន់ពេលវេលាប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែមានដៃមួយគួរឲ្យខ្លាចបំផុតលូកចេញពីក្នុងអណ្ដូងទឹកនោះហើយបានទាញកន្ត្រាក់សិស្សស្រីនោះចេញទៅខាងក្រោមយ៉ាងព្រៃផ្សៃបំផុតចំណែកឯសារ៉ាវិញនាងគ្មានសមត្ថភាពជួយអ្វីបានឡើយបានត្រឹមតែឈរស្រែកទ្រហោយំនិងខឹងសម្បាចំពោះខ្លួនឯងបន្ទាប់ពីហេតុការណ៍នោះមកសិក្សានុសិស្សជាច្រើនទៀតក៏ចាប់ផ្ដើមរងគ្រោះថ្នាក់និងត្រូវបានគេធ្វើបាបជាបន្តបន្ទាប់រឿងនេះបានធ្វើឲ្យលោកគ្រូលីនិងលោកនាយករងសាលារៀនកើតមានចំនួនពាក្យសម្ដីគ្នាយ៉ាងខ្លាំងក្លាដោយលោកគ្រូលីយល់ឃើញថាសាលារៀននេះពេលនេះលែងជាកន្លែងមានសុវត្ថិភាពទៀតហើយគួរតែអនុញ្ញាតឲ្យសិស្សទាំងអស់ត្រឡប់ទៅផ្ទះវិញប៉ុន្តែលោកនាយករងសាលាបែរជាយល់លេសថាស្ថានភាពនៅខាងក្រៅកំពុងតែវឹកវរទើបគាត់រឹងទទឹងមិនព្រមសម្រេចចិត្តដោះលែងសិស្សឡើយដើម្បីធ្វើឲ្យសិស្សស្ងប់ចិត្តនិងលែងភ័យខ្លាចគាត់ក៏បានរៀបចំ
ពិធីសូត្រមន្តបន់ស្រន់ជុំគ្នាសាជាថ្មីម្ដងទៀតទោះជាយ៉ាងណាពិធីសូត្រមន្តទៅតែប្រព្រឹត្តទៅបានពាក់កណ្ដាលផ្លូវតែប៉ុណ្ណោះស្រាប់តែមានសិស្សមួយចំនួនចាប់ដើមប្រកាសបោកខ្លួនថែមទាំងមានអាការៈញ័រត្រត្រើកពេញខ្លួនហើយនៅក្នុងមាត់របស់ពួកគេវិញគឺកំពុងតែសូត្រមន្តអាគមអ្វីម្យ៉ាងមិនដាច់សូរទាល់តែសោះនៅពេលដែលមានសិស្សត្រូវខ្មោចចូលកាន់តែច្រើនឡើងពួកគេក៏បានចាប់ផ្ដើមហក់ទៅវាយប្រហារមិត្តរួនខ្នាក់នៅជុំវិញដោយមិនរើសមុខធ្វើឲ្យស្ថានភាពនៅក្នុងពិធីទាំងមូលប្រែជាច្របូកច្របល់និងបាត់បង់ការគ្រប់គ្រងទាំងស្រុងបន្ទាប់ពីចំណាយពេលយ៉ាងយូរទម្រាំដែលធ្វើឲ្យគ្រប់គ្នាស្ងប់អារម្មណ៍ឡើងវិញសັບតែសិស្សដែលត្រូវបណ្ដាសាទាំងនោះបាននាំគ្នាក្អួតខ្ជាក់ឈាមស្រស់ចេញមកព្រមគ្នាដែលមើលទៅស្ថានភាពគឺមិនសូវស្រួលទាល់តែសោះឃើញបែបនេះលោកនាយករងសាលាក៏បានបង្គាប់ឲ្យយុគីនិងមិត្តភ័ក្តិ3នាក់ទៀតប្រញាប់រត់ទៅយកថ្នាំនៅបន្ទប់មន្ទីរពេទ្យដើម្បីមកជួយខាត់ឈាមប៉ុន្តែនៅក្នុងពេលនោះពួកគេគ្រប់គ្នាគ្មាននរណាម្នាក់ចាប់អារម្មណ៍សោះតែសោះថាពូណាំដែលឈរនៅក្បែរនោះបែរជាកំពុងតែលួចទំពានិងលេបបំណាច់កញ្ចក់បែកចូលទៅក្នុងពោះទៅវិញសម្ដីរបស់ពូណាំបានធ្វើឲ្យយុគីភ័យស្លន់ស្លោនិងបាត់បង់ស្មារតីទាំងស្រុងគេបានងាកខ្លួនបំរុងនឹងរត់ទៅខាងក្រៅសាលារៀនភ្លាមប៉ុន្តែត្រូវបានសារ៉ាផ្ទុះទៅចាប់ឃាត់ទុកទាន់ពេលវេលានាងយល់ថារឿងរ៉ាវទាំងអស់នេះសុទ្ធសឹងតែជាអន្ទាក់ដែលពួកគ្រូថ្មបានរៀបចំទុកដើម្បីបើកបញ្ឆោតពួកគេតែប៉ុណ្ណោះប៉ុន្តែយុគីបែរជាមិនខ្វល់ខ្វាយនិងមិនស្ដាប់នាងទាល់តែសោះនិយាយរួចយុគីក៏បានដើរចេញទៅខាងក្រៅដោយមិនងាកក្រោយសូម្បីតែមួយជំហានប៉ុន្តែនៅពេលដែលគេឈានជើងមកខាងក្រៅសាលាទើបគេដឹងថាស្ថានភាពជាក់ស្ដែងវាគួរឲ្យរន្ធត់ខ្លាំងជាងអ្វីដែលគេបានគិតទៅទៀតនៅតាមដងផ្លូវសុទ្ធតែមានសាកសពដែលឆ្លាប់គោពីលើគ្នាហើយនៅតាមដើមឈើនីមួយបែរជាមានសាកសពរបស់ពួកគ្រូថ្មដែលត្រូវបានគេកាត់តូព្យួរកឡើងពេញនឹងតែម្ដងចំណែកឯពួកក្រុមឈុតខ្មៅវិញកំពុងតែបន្តដេញតាមកាប់សម្លាប់មនុស្សដែលជាគោលដៅរបស់ពួកគេយ៉ាងឃោរឃៅបំផុតនៅក្នុងកំឡុងពេលត្រឡប់ទៅផ្ទះវិញយុគីបែរជាត្រូវពួកឈុតខ្មៅក្រឡេកឃើញប៉ុន្តែសំណាងល្អមែនតែនពេលនោះគេបានស្ទុះទៅពួននៅក្នុងគំនរសាកសពហើយបានយកសាកសពទាំងនោះមកគ្របពីលើខ្លួនរបស់គេទើបធ្វើឲ្យគេរួចខ្លួនពីពួកឈុតខ្មៅនោះនៅថ្ងៃបន្ទាប់យុគីត្រូវបានក្រុមឡានដឹកសាកសពដឹកជញ្ជូនយកមកបោះចោលនៅមន្ទីរពេទ្យនៅក្នុងមន្ទីរពេទ្យទាំងមូលមានពោពេញទៅដោយសាកសពមនុស្សស្លាប់យ៉ាងអនាចធមដោយការកាប់សម្លាប់ឬឯក្មេងៗតូចដែលត្រូវបាត់បង់ឪពុកម្ដាយបានត្រឹមតែអង្គុយយំសោកស្ដាយបោកខ្លួននៅក្បែរចិញ្ចើមផ្លូវមានក្រុមគ្រួសារសពខ្លះចង់យកសពសាច់ញាតិរបស់ខ្លួនទៅកប់ដើម្បីឲ្យពួកគេបានសម្រាកដោយសុខសាន្តប៉ុន្តែបែរជាត្រូវប្រជាជននៅក្នុងភូមិនោះដាច់ខាតមិនព្រមនឹងចេញមុខមកខាត់ខាំងយ៉ាងខ្លាំងបំផុតពួកគេមានការភ័យខ្លាចថាសាកសពទាំងនោះនឹងត្រូវពួកគ្រូខ្មោចយកទៅធ្វើមន្តអាគមខ្មៅដើម្បីត្រឡប់មកធ្វើបាបនិងបង្កគ្រោះថ្នាក់ដល់អ្នកភូមិបន្តទៀតយុគីបានខំប្រឹងរត់ពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញទាំងលំបាកប៉ុន្តែគេនៅតែមកយឺតមួយជំហានដដែលការពីយប់មិញក្រុមបរិសុទ្ធឈុតខ្មៅបានសម្រុកចូលមកសម្លាប់ឪពុករបស់គេដែលជាគ្រូថ្នាំបុរាណយ៉ាងសាហាវព្រៃផ្សាយបំផុតយុគីបានឈានឱកាសពេលយប់បានលួចទៅយកសាកសពរបស់គេទៅកប់នៅក្រោយផ្ទះស្ងាត់ដើម្បីឲ្យគាត់សម្រាប់បានដោយសុខសាន្តបន្ទាប់មកគេក៏បានឈានឱកាសរៀបចំគម្រោងការនាំម្ដាយរបស់គេរត់គេចពីទឹកដីដ៏គ្រោះថ្នាក់នេះទាំងកណ្ដាលយប់ភ្លាមនៅក្នុងចិត្តរបស់យុគីគេនៅតែមិនយល់ទាល់តែសោះថាហេតុអ្វីបានជាឪពុករបស់គេចំណាយពេលមួយជីវិតដើម្បីដើរព្យាបាលនិងជួយសង្គ្រោះជីវិតមនុស្សបែរជាត្រូវមកជាប់ពាក់ព័ន្ធនឹងរងគ្រោះក្នុងការកាប់សម្លាប់ដ៏សាហាវបែបនេះទៅវិញប៉ុន្តែក្រោយមកទើបគេដឹងការពិតពីរឿងរ៉ាវទាំងអស់នេះតាមរយៈម្ដាយរបស់គេតាមពិតទៅគឺមានមនុស្សមួយក្រុមដែលច្រណែននឹងសមត្ថភាពព្យាបាលរបស់ឪពុកគេក៏បាននាំគ្នាទម្លាក់កំហុសនិងមួបង្កាត់គេឈ្មោះរបស់គាត់ថាជាគ្រូធ្មប់អាក្រក់ចំណែកឯក្រុមឈុតខ្មៅវិញគឺមិនខ្វល់ខ្វាយចង់ដឹងរឿងរ៉ាវពិតប្រាកដឬคล้ายឡើយឲ្យតែមានគេប្តឹងគឺពួកវាដើរកាប់សម្លាប់តែម្ដងយុគីបានបបួលម្ដាយរបស់គេឲ្យទៅពួននៅក្នុងសាលារៀនសាសនាជាមួយគេប៉ុន្តែត្រូវបានម្ដាយរបស់គេបដិសេធមិនព្រមទៅជាមួយឡើយគាត់ក៏បានសម្រេចចិត្តថានៅទីនេះដើម្បីយាមការពារភ្នូររបស់ប្តីព្រោះបារម្ភខ្លាចថាមានជនខិលខូចលួចមកគាស់ភ្នូរការយកសាកសពទៅធ្វើអំពើងងឹតដោយឃើញថាมันអាចបញ្ចុះបញ្ចូលម្ដាយរបស់គេបានយុគីក៏ត្រូវបង្ខំចិត្តធ្វើដំណើរត្រឡប់មកសាលារៀនវិញតែម្នាក់ឯងទាំងយប់ក្នុងពេលជាមួយគ្នានោះដែរនៅឯសាលារៀនវិញសារ៉ាស្រាប់តែនឹកឃើញរឿងរ៉ាវកាលពីនៅតូចកាលនោះម្ដាយរបស់នាងគឺដោយសារតែមិនព្រមចូលរួមក្នុងក្រុមមន្តអាគមខ្មៅតាមការបង្ខំរបស់ឪពុកទើបគាត់សម្រេចចិត្តទាញកំបិតមកចាក់សម្លាប់ខ្លួនឯងយ៉ាងអនាចអធមដើម្បីកុំឲ្យមានរឿងរ៉ាវបែបនេះកើតឡើងម្ដងទៀតសារ៉ាបានបដិញ្ញាចិត្តថានឹងវេកមុខរកគ្រូខ្មុំងងឹតដែលកំពុងតែលាក់ខ្លួននៅក្នុងសាលានេះឲ្យបាននាងបានដើរទៅជួបនិងសួរដេញដោលលោកគ្រូលីចំតែម្ដងថាកាលពីយប់មិញ
មិញនោះនៅពេលដែលពួកសិស្សដតីទៀតត្រូវខ្មោចចូលព្រមគ្នានោះតើគាត់នៅឯណាប៉ុន្តែលោកគ្រូលីបែរជាឆ្លើយដោះសារថាកាលពីយប់មិញគាត់រវល់ទៅចូលរួមជាមួយកម្លាំងប៉ូលីសដើម្បីដើររកដំរីរបស់លោកនាយកសាលាដែលកំពុងបាត់ខ្លួនទើបគាត់មិនបានដឹងរឿងរ៉ាវដែលកើតឡើងនៅក្នុងសាលាទាល់តែសោះទោះជាយ៉ាងណាចម្លើយរបស់លោកគ្រូលីបែបនេះគឺមិនអាចធ្វើឲ្យសារ៉ាជឿជាក់បានឡើយនាងបានទម្លាយរឿងរ៉ាវដោយគ្មានលាក់លៀមឡើយនាងបានឃើញលោកគ្រូលីអង្គុយធ្វើពិធីមន្តអាគមនៅលើកូនភ្នំនាយប់នោះលោកគ្រូលីគ្រាន់តែឮបែបនេះភ្លាមគាត់ក៏ចាប់ផ្ដើមភ័យស្លន់ស្លោនិងទទួលស្គាល់ថាខ្លួនពិតជាបានទៅទីនោះមែនប៉ុន្តែដាច់ខាតមិនបានធ្វើមន្តអាគមខ្មៅដោយដែលសារ៉ាបានចោទប្រកាន់នោះទេរឿងនេះបានធ្វើឲ្យអ្នកទាំងពីរមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតទាល់តែមានអ្នកគ្រូម្នាក់ចូលមកជួយឃាត់អ្នកគ្រូនោះបានលួងលោមឲ្យសារ៉ាស្ងប់ចិត្តឡើងវិញដោយគាត់បាននិយាយថាទោះបីជាពេលនេះគ្រប់គ្នាដណ្ដើមចង់ដឹងថានរណាជាជនក្បត់ដែលនៅពួនក្នុងសាលារៀនក៏ដោយប៉ុន្តែរាល់ការចោទប្រកាន់ទាំងអស់គឺត្រូវតែមានភស្តុតាងច្បាស់លាស់មកនិយាយគ្នាបើមិនដូច្នោះទេតែខុសបន្តិចមកជាគ្រោះថ្នាក់ដាក់ខ្លួនជាមិនខានបន្ទាប់ពីភាគីទាំងសងខាងបានស្ងប់ចិត្តរៀងខ្លួនហើយអ្នកគ្រូក៏បានប្រើឲ្យសារ៉ាទៅយកអាហារបន្តិចបន្តួចមកហូបទោះបីជាយ៉ាងណាគ្រាន់តែសារ៉ាដើរមកដល់ក្នុងផ្ទះបាយរួចរូបដៃបើក្របឆ្នាំងភ្លាមនោះនាងក៏បានដើរថយក្រោយទាំងតត់ស្លុតព្រោះនៅក្នុងឆ្នាំងនោះបែរជាមានក្បាលមនុស្សដាច់មួយយ៉ាងគួរឲ្យរន្ធត់ស្រាប់តែមីងមេចុងភៅបានលេចមុខឡើងមកឈរនៅចំពោះនាងហើយគាត់មិននិយាយស្ដីអ្វីមួយម៉ាត់គាត់ក៏បានលើកកំបិតចុងស្រួចចាក់ចូលទៅក្នុងបំពង់ករបស់ខ្លួនឯងភ្លាមតែម្ដងនៅក្នុងពេលតែមួយនោះផងដែរអ្នកគ្រូដែលកំពុងតែជួយលាងរបួសឲ្យពូណាំក៏ត្រូវរងការវាយប្រហារពីបណ្ដាមន្តអាគមខ្មៅនោះដែរអ្នកគ្រូទៅតែរុំរបួសឲ្យពូណាំរួចរាល់ស្រាប់តែបន្ទប់មន្ទីរពេទ្យទាំងមូលបានដាច់ភ្លើងងងឹតស្លុបតែម្ដងនៅពេលដែរសារ៉ាប្រញាប់រត់មកនាងក៏រកមិនឃើញស្រមោលអ្នកគ្រូនោះឡើយប៉ុន្តែនៅឯក្រែអ្នកជំងឺនៅក្បែរនោះបែរជាមានបន្លឺសំឡេងកាច់ឆ្អឹងយ៉ាងគួរឲ្យព្រឹកក្បាលបំផុតគ្រាន់តែបានឃើញស្ថានភាពបែបនេះភ្លាមសារ៉ាក៏បានងាកក្រោយបំរុងនឹងរត់ចេញទៅក្រៅប៉ុន្តែទ្វារបន្ទប់មន្ទីរពេទ្យបែរជាទាញបិទជិតឈឹងដោយខ្លួនឯងហើយទោះបីជានាងខំទាញរុនយ៉ាងណាក៏ដោយក៏មិនព្រមបើកឡើយអ្វីដែលកាន់គួរឲ្យរន្ធត់នោះអ្នកគ្រូដែលបានបាត់ខ្លួនអំបញ្ញមិញនេះបានលេចមុខឡើងវិញព្រមទាំងលើកកន្ត្រៃចុងស្រួយសម្ដៅមករកសារ៉ាយ៉ាងសាហាវខូខើនៅពេលនោះសារ៉ាបានសូត្រធម៌នៃគម្ពីរសាកូរ៉ាន់ដើម្បីការពារខ្លួនគ្រាន់តែសូត្រធម៌ចាប់ភ្លាមអ្នកគ្រូហាក់ដូចជាបានដឹងខ្លួនឡើងវិញមកបន្តិចនាងបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងមន្តអាគមខ្មៅនៅក្នុងខ្លួនអស់ពីសមត្ថភាពប៉ុន្តែជាចុងក្រោយនាងនៅតែមិនអាចទប់ទល់នឹងអំណាចដ៏ខ្លាំងក្លានៃវិញ្ញាណអាក្រក់នោះបានឡើយដើម្បីកុំឲ្យខ្លួនឯងដើរធ្វើបាបនិងបង្កគ្រោះថ្នាក់ដល់សិស្សដទៃទៀតអ្នកគ្រូក៏បានប្រើកម្លាំងនិងស្មារតីចុងក្រោយដែលនៅសេសសល់ចាក់កន្ត្រៃនោះចូលទៅក្នុងខួរក្បាលរបស់ខ្លួនឯងយ៉ាងព្រៃផ្សៃបំផុតនៅពេលដែលមេឃភ្លឺសារ៉ាបានត្រឹមតែអង្គុយនៅក្រៅបន្ទប់មន្ទីរពេទ្យទាំងមិនទាន់បាត់ភ័យស្លន់ស្លោនៅឡើយទេខណៈពេលដែលនាងកំពុងតែអង្គុយមើលគ្រប់គ្នាជួយសម្អាតនៅទីនោះប៉ុន្តែចំពេលនោះឯងខ្មោចស្រីដែលលេចមកកាលពីលើកមុននោះស្រាប់តែមកសឹបដាក់ក្រជារបស់នាងសារ៉ាមានអារម្មណ៍ថាខ្មោចស្រីម្នាក់នោះច្បាស់ជាកំពុងតែផ្ដោតដំរីឬប្រាប់អំពីអាចកំបាំងអ្វីម្យ៉ាងដល់នាងមិនខានដូច្នេះហើយនាងក៏បានដើរទៅរកផ្ទះតូចរបស់លោកនាយកតែម្នាក់ឯងនៅពេលដែលនាងអើតមើលតាមបង្អួចនាងអាចមើលឃើញយ៉ាងច្បាស់ថានៅក្នុងនោះហាក់ដូចជាមានលាក់ទុកវត្ថុអាចកំបាំងអ្វីម្យ៉ាងប៉ុន្តែគួរឲ្យសោកស្ដាយទ្វារផ្ទះត្រូវបានគេចាក់សោចិត្តឈឹងដោយមិនដឹងខ្លួនថាធ្វើអ្វីបានសារ៉ាក៏ប្រញាប់រត់ទៅរកលោកគ្រូលីដើម្បីសុំជំនួយភ្លាមដោយនាងសង្ឃឹមថានឹងអាចចូលទៅរករកនៅក្នុងផ្ទះតូចរបស់លោកនាយកសាលានោះប៉ុន្តែលោកនាយករងបែរជាយល់ថាទង្វើបែបនេះគឺជាការមិនគោរពដល់លោកនាយកទាល់តែសោះហេតុនេះហើយទោះជានាងនិយាយយ៉ាងណាក៏គាត់មិនព្រមដាច់ខាតតែសំណាងល្អមែនទែនដែលជាគំនិតរបស់សារ៉ាត្រូវបានមិត្តរួមថ្នាក់ទាំងអស់គ្នាចេញមកគាំទ្រយ៉ាងពេញទំហឹងហើយចាំពេលនោះដែរយុគីក៏បានរត់មកដល់ក៏បានស្ទូទៅបុកទម្លុះទ្វារបន្ទប់នោះឲ្យបើកឡើងភ្លាមតែម្ដងគ្រាន់តែពួកគេឈានជើងចូលទៅក្នុងផ្ទះនោះភ្លាមគ្រប់គ្នាក៏ស្រាប់តែធំក្លិនស្អុយរលួយឈួលពេញច្រមុះហើយអ្វីដែលគួរឲ្យតត់ស្លុតបំផុតនោះគឺនៅត្រង់ជ្រុងមួយនៃបន្ទប់បែរជាមានរៀបចំអាសនៈបូជាសម្រាប់លេងមន្តអាគមខ្មៅទៅវិញប៉ុន្តែដោយដែលយើងដឹងស្រាប់ហើយថាលោកនាយកសាលាបានបាត់ខ្លួនជាយូរមកហើយដូច្នេះហើយមនុស្សដំបងគេដែលសារ៉ាដាក់ការសង្ស័យបំផុតនោះគឺលោកគ្រូលីតែម្ដងព្រោះនាងធ្លាប់បានឃើញផ្ទាល់នឹងភ្នែកគាត់បានមកធ្វើពិធីអាគមនៅក្បែរនោះប៉ុន្តែលោកគ្រូលីបានប្រកែកដោះសារភ្លាមថាកាលនោះគាត់គ្រាន់តែព្យាយាមធ្វើពិធីរំសាយបណ្ដាសាដើម្បីការពារគ្រប់គ្នាតែប៉ុណ្ណ
ណោះម្យ៉ាងវិញទៀតអ្នកដែលមានសោផ្ទះតូចនេះមិនមែនមានតែគាត់ម្នាក់ឯងនោះទេសូម្បីតែលោកនាយករោងសាលាក៏មានសិទ្ធិចូលទៅទីនោះដោយសេរីដូចគ្នាដែរដោយសារតែមានការសង្ស័យទៅលើលោកគ្រូលីក្រុមសិក្សានុសិស្សក៏បានសម្រេចចិត្តចាប់គាត់ចងជាប់ទៅនឹងបង្គោលក្នុងសាលប្រជុំបន្ទាប់មកពួកគេក៏បានបំបែកផ្លូវគ្នាដើម្បីទៅឆាយឆេរនៅក្នុងបន្ទប់គេងនិងបន្ទប់ធ្វើការរបស់លោកនាយករោងសាលាម្ដងទោះជាយ៉ាងណាពួកគេទៅតែចាប់ផ្ដើមធ្វើសកម្មភាពស្រាប់តែសាលារៀនទាំងមូលត្រូវដាច់ភ្លើងងងឹតស្លុបមួយរំពេចភ្លាមនោះដែរនៅក្បែរត្រចៀករបស់សិស្សម្នាក់ស្រាប់តែមានសម្លេងបន្លឺខ្សឹបគួរឲ្យព្រឹកក្បាលដែលពួកគេធ្លាប់ឮកាលពីមុននោះសារទីថ្មីម្ដងទៀតដោយសារតែការចង់ដឹងចង់ឃើញគេក៏បានដើរតម្រង់ទៅរកប្រភពសម្លេងនោះយឺតដើម្បីពិនិត្យមើលគ្រាន់តែដើរងាកក្រោយភ្លាមគេក៏ត្រូវដួលស្ងាជើងព្រោះបានជួបប្រទះនឹងសាកសពគ្មានក្បាលមួយឈរនៅចំពោះមុខគេទម្រាំតែមិត្តរួមក្រុមបានឮសម្លេងឆាវឡោហើយរត់មកជួយតាន់សិស្សម្នាក់នោះបានរងរបួសធ្ងន់ធ្ងរដេកដួលទៅនឹងថ្លុកឈាមបាត់ទៅហើយក្នុងពេលជាមួយគ្នានោះដែរយូគីទៅតែឈានជើងចូលទៅក្នុងបន្ទប់របស់លោកនាយករោងសាលាភ្លាមស្រាប់តែទ្វារបន្ទប់បានបោកបិទតែម្ដងនៅខណៈពេលដែរសារ៉ាកំពុងតែភ័យស្លន់ស្លោនិងខំប្រឹងរុញច្រានទ្វារនៅខាងក្រៅដើម្បីជួយយូគីនោះនាងក៏បានក្រឡេកទៅឃើញខ្មោចស្រីម្នាក់កំពុងតែឈរនៅមាត់ទ្វារផ្ទះតូចដែលនៅចំពីមុខឃើញបែបនេះនាងដឹងភ្លាមថាខ្មោចស្រីម្នាក់នោះកំពុងតែធ្វើសញ្ញាដើម្បីប្រមាននិងផ្ដោតតម្រុយអ្វីម្យ៉ាងដល់នាងហើយសារ៉ាបានប្រញាប់ប្រញាល់ដើរតម្រង់ទៅទីនោះភ្លាមតាមរយៈចន្លោះប្រហោងនៃព្រះទ្វារសារ៉ាបានឃើញយ៉ាងច្បាស់ក្រឡែតថាមានមនុស្សម្នាក់កំពុងតែអង្គុយធ្វើពិធីអាគមងងឹតនៅខាងក្នុងខណៈពេលដែរនាងទៅតែដឹងខ្លួនថាជនក្បត់ពិតប្រាកដគឺគ្មាននរណាផ្សេងក្រៅពីលោកគ្រូលីនោះទេសារ៉ានាងក៏បានរត់ចេញទៅក្រៅដើម្បីទៅប្តឹងនិងប្រាប់ដំណឹងដល់អ្នកដទៃប៉ុន្តែមិនទាន់ទាំងបានឈានជើងរត់ផងស្រាប់តែជនអាត់កំបាំងនោះបានក្រវីដៃយ៉ាងខ្លាំងសន្ធប់ទាញយកខ្លួនរបស់នាងចូលទៅក្នុងផ្ទះនោះតែម្ដងក្នុងពេលនោះឯងទើបសារ៉ាបានឃើញមុខពិតប្រាកដរបស់គូខ្មោចដ៏សាហាវឃោឃៅនោះទោះជាយ៉ាងណាដោយសារតែរងឥទ្ធិពលនៃបណ្ដាសាធ្វើឲ្យរាងកាយរបស់នាងរឹងមិនអាចកម្រើកបានសារ៉ានាងបានត្រឹមតែបណ្ដោយឲ្យមន្តអាគមលើកខ្លួនរបស់នាងហោះឡើងទៅលើការពិតទៅគឺលោកនាយករោងសាលានេះឯងគឺជាអ្នកប្រើប្រាស់តុក្កតាចម្បាំងធ្វើជាឧបករណ៍គ្រូមន្តអាគមនោះក៏បានដាំដៃគោលបុកទម្លុះកជើងកដៃទាំង4របស់សារ៉ាដោយគ្មានក្តីមេត្តាតតែសោះហើយក៏បានដាវនាងភ្ជាប់ទៅនឹងជញ្ជាំងបន្ទប់យ៉ាងសាហាវបំផុតចំណែកឯយូគីវិញនៅខណៈពេលដែលគេកំពុងតែជាប់ខ្លួននៅក្នុងបន្ទប់ធ្វើការរបស់លោកនាយករោងសាលានោះគេក៏ចាប់ផ្ដើមដឹងស្ថានភាពនៅខាងក្រៅកំពុងតែមានគ្រោះធំហើយនៅក្នុងបន្ទប់ដ៏ងងឹតស្លុកនោះលោកនាយករោងសាលាដែលលំខ្លួនមន្តអាគមងងឹតបានសម្លឹងមើលទៅរាងកាយរបស់សារ៉ាដែលកំពុងដោតជាប់នឹងជញ្ជាំងទាំងគ្មានចិត្តអាណិតអាសូរបន្តិចសោះឡើយភ្លាមនោះគេក៏ចាប់ផ្ដើមបន្តសូត្រមន្តអាគមងងឹតរបស់គេដើម្បីបំរុងសម្រាប់សារ៉ាមិនយូរប៉ុន្មានវិញ្ញាណខ្មោចព្រាយបិសាចនិងពួកសិស្សដែលបានស្លាប់បាត់បង់ជីវិតកាលពីមុននោះក៏បានចាប់ផ្ដើមលេចមុខឡើងព្រមគ្នាមកឈរចាំរោមព័ទ្ធជុំវិញសាលប្រជុំធំដែលធ្វើឲ្យសិស្សដទៃទៀតតែកំពុងលាក់ពួននៅក្នុងនោះបាននាំគ្នារត់ចេញនិងមានការភ័យខ្លាចជាខ្លាំងនៅក្នុងស្ថានភាពដ៏ច្របូកច្របល់នោះលោកគ្រូលីដែលត្រូវបានគេចងជាប់នឹងបង្គោលបានប្រញាប់ស្រែកដាស់តឿននិងរំលឹកដល់សិស្សទាំងអស់គ្នាខ្លាំងថាដាច់ខាតកុំបង្ហាញភាពភ័យខ្លាចឲ្យពួកវាឃើញឲ្យសោះឲ្យតែពួកយើងមានភាពជឿជាក់និងសេចក្តីក្លាហានមោះមុតនៅក្នុងខ្លួននោះពួកអាបធ្មប់ងងឹតទាំងនោះមិនអាចធ្វើអ្វីពួកយើងបានឡើយភ្លាមនោះលោកគ្រូលីក៏បានដឹកនាំសិស្សទាំងអស់ចាប់ផ្ដើមសូត្រធម៌នៃគម្ពីរព្រមគ្នាដើម្បីទប់ទល់ប៉ុន្តែពួកវិញ្ញាណអាក្រក់ទាំងនោះនៅតែសម្រុកចូលមកយ៉ាងសាហាវឃោឃៅនៅក្នុងពេលជាមួយគ្នានោះផងដែរនៅឯបន្ទប់មួយទៀតយូគីបានប្រើកម្លាំងបុកទម្លុះទ្វារបន្ទប់ដែលឃុំខ្លួនសារ៉ារហូតបើកឡើងហើយគេមិននិយាយស្ដីអ្វីច្រើនឡើយក៏បានស្ទុះទៅវាយតប់គ្នាជាមួយលោកនាយកសាលាចិត្តខ្មៅភ្លាមតែម្ដងក្រោយពីការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហត់ឈាមអស់មួយសន្ទុះធំយូគីក៏បានឃើញឱកាសល្អរួចក៏បានចាប់ក្រវីលោកនាយកសាលាបោកយ៉ាងពេញទំហឹងសារ៉ាឃើញបែបនេះក៏ប្រញាប់ស្រែកប្រាប់យូគីថាឲ្យគេប្រញាប់វាយកុំតិច
ក្រឡដីដុតនោះចោលភ្លាមទៅគ្រាន់តែបោកកំទេចចោលភ្លាមមុនអាកុំខ្មៅងងឹតរបស់លោកនាយករងក៏ត្រូវបានរលាយសាបសូន្យទៅវិញមួយរំពេចហើយពួកសាកសាបដែលកំពុងតែឡោមព័ទ្ធធ្វើបាបសិស្សដទៃទៀតក៏ត្រូវដួលព្រមគ្នាបន្ទាប់ពីយុគីនិងសារ៉ាបានឃ្លាគ្នាដើរចេញពីផ្ទះតូចនោះភ្លាមស្រាប់តែមានដុំភ្លើងដ៏ធំមួយបានធ្លាក់ពីលើមេឃមកបោកចំផ្ទះរបស់លោកនាយករងសាលាចិត្តសាហាវដែលរត់គេចមិនទាន់ក៏ត្រូវអណ្ដាតភ្លើងលេបត្របាក់និងដុតសម្លាប់ទាំងរស់ក្នុងផ្ទះនោះតែម្ដងក្រោយពេលដែលគ្រូធ្មប់ងងឹតត្រូវបានកំទេចចោលសាលារៀនទាំងមូលក៏បានវិលត្រឡប់មកភាពសុខសាន្តវិញហើយរឿងនេះក៏បានចាប់ទៅត្រឹមហ្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណសូមជម្រាបលា